ជាថ្មីម្ដងទៀតក៏សូមគោរពជំរាបសួរបងប្អូនខ្មែរលោកតាលោកយាយអ៊ំពូមីងពុកម៉ែបងប្អូនក្មួយដែលកំពុងតែតាមដានស្ដាប់កម្មវិធីយប់15កើតទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីបាទអញ្ចឹងនៅក្នុងរាត្រីនេះយើងវិលមកជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធីយប់15កើតរបស់យើងដែលកម្មវិធីយើងតែងតែនិយាយអំពីព្រលឹងអមនុស្សវិញ្ញាណខ្មោចព្រាយបិសាចអាបធ្មប់ជំនាញមរិញកងវាលឬក៏អំពើអាថ័ន្តជាដើមនោះបាទហើយសម្រាប់ប្រិមិត្តលោកអ្នកស្ដាប់ទាំងអស់គ្នាដែលជាអ្នកជឿជាក់ទៅលើរឿងរ៉ាវវិញ្ញាណខ្មោចព្រាយបិសាចហើយមានបំណងចង់ចែកម្លែកនៅរឿងរ៉ាវទាំងអស់នោះមកកាន់កម្មវិធីរបស់យើងមិនថាជារឿងរ៉ាវដែលកើតឡើងផ្ទាល់ខ្លួនឬក៏ជារឿងរ៉ាវដែលបានមកពីការនិយាយប្រាប់តគ្នាពីបងប្អូនសាច់ញាតិហើយមានបំណងចង់ចែកម្លែករឿងនោះមកកាន់កម្មវិធីរបស់យើងក៏អាចចែកម្លែកបាននៅក្នុង Channel Telegram យប់15កើតរឿងរ៉ាវប្រិមិត្តក៏ដូចជា Facebook Page យប់15កើតផងដែរដែលខ្ញុំនឹងដាក់ជាតំណ link នៅខាងក្នុង description នៅខាងក្រោមវីដេអូដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រិមិត្តលោកអ្នកស្ដាប់គ្រប់គ្នាដែលមានបំណងចង់ចែកម្លែកហើយអាចចូលទៅចែកម្លែកបានដោយសេរីបាទហើយនៅក្នុងរាត្រីនេះខ្ញុំក៏ទទួលបាននៅសាច់រឿងថ្មីពីបងប្រុសទូហើយនិងបងប្រុសបង្កើតរបស់គាត់ម្នាក់ទៀតឈ្មោះថាបងផាន់ដែលសាច់រឿងនេះគឺបានកើតឡើងនៅខាងខេត្តសៀមរាបកាលពីឆ្នាំ2012បាទហើយរឿងហេតុដែលបានកើតឡើងគឺសាច់រឿងវាចម្រុះគ្នាមែនទែនមានទាំងរឿងកំ pl ែងផងមានទាំងឈុតឆាកតក់ស្លុតផងបាទហើយអ្វីដែលសំខាន់គឺកើតឡើងទៅលើបងប្អូនបង្កើតគាត់2នាក់នៅក្នុងយប់តែមួយបាទប្រិមិត្តអរគ្នាបាទហើយរឿងរ៉ាវនេះក៏បានកើតឡើងនៅក្នុងថ្ងៃមួយបន្ទាប់ពីមានគេហៅថាមេឃភ្លៀងធ្លាក់មកមេធំបាទហើយនៅក្នុងយប់នោះទៀតសោតក៏ចំថ្ងៃពេញបរមីហើយពីអ្នកបងប្អូនគាត់ហ្នឹងគឺបងទូហើយនិងបងផាន់ហ្នឹងក៏គាត់ទៅចំការដែលមានទីតាំងនៅជើងភ្នំមួយនៅក្នុងខេត្តសៀមរាបហ្នឹងប្រិមិត្តអរគ្នាហើយក្រោយមកបន្ទាប់ពីបង្ហើយកិច្ចការហើយពួកគាត់ក៏នាំគ្នាលក្ខណៈថាហូបសូរ៉ាណាផឹកស្រាប្រិមិត្តអរគ្នាហើយដល់ពេលអញ្ចឹងទៅក៏សង្វឹងអត់អាចត្រឡប់មកសម្រាកនៅក្នុងផ្ទះនៅភូមិនេះវិញបានក៏នាំគ្នាសម្រាកនៅក្នុងរោងចាំចំការចន្ទទីរបស់គាត់នឹងនៅជើងភ្នំនឹងទាំងពីរអ្នកបងប្អូនទៅបាទហើយរឿងរ៉ាវដែលបានកើតឡើងហ្នឹងក៏បានកើតឡើងផ្ទួនគ្នានៅក្នុងយប់តែមួយទៅលើបងប្អូនគាត់ទាំងពីរអ្នកបាទអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរក៏សូមបង្វែរអារម្មណ៍ប្រិមិត្តលោកអ្នកស្ដាប់ទាំងអស់ទៅតាមដានសាច់រឿងពេញដូចតទៅផ្ដើមសាច់រឿងដំបូងគឺនិយាយអំពីបងប្អូនបង្កើត2នាក់ដែលបងផាន់គឺជាបងប្រុសហើយបងទូគឺជាប្អូនប្រុសរបស់បងផាន់ហើយ2នាក់បងប្អូនគាត់គឺមានចំការលក្ខណៈថានៅជើងភ្នំមួយនៅក្នុងខេត្តសៀមរាបប្រិមិត្តហើយចំការហ្នឹងបងផាន់គាត់មានចំការស្វាយចន្ទីហើយចំណែកឯបងទូវិញគឺគាត់មានចំការចេកហើយចេកហ្នឹងប្រភេទចេកលាក់ណាប្រិមិត្តចេកហ្នឹងក៏ប្រភេទចេកលាក់ផ្លែរៀងក្រហមហើយធំមែនតើហើយផ្អែមឆ្ងាញ់ទៀតប្រិមិត្តណាដែលធ្លាប់មកលេងលើភ្នំអីឃើញគេលក់ចេកនៅតំបន់ភ្នំសៀមរាបប្រកាសជាធ្លាប់ភ្លក់ចេកហ្នឹងគឺគេលក់ហូរហែនៅតាមផ្លូវឡើងភ្នំហ្នឹងបាទហើយនៅក្នុងចំការរបស់គាត់ក៏មានសង់រោងសម្រាប់ចាំចំការណាហើយរោងហ្នឹងក៏លក្ខណៈថាគេធ្វើស្អាតចង់ប្រហែលផ្ទះដែរប៉ុន្តែគេមិនបានធ្វើរៀបចំអីមានប្អួចមានអីបាំងអញ្ចឹងអីត្រឹមត្រូវដូចផ្ទះទេគេបាំងតែដំបូលរួចក៏គេមានលក្ខណៈថាមានចណ្ដើមានក្រាលក្តាររនាបអីត្រឹមត្រូវសម្រាប់សម្រាកចាំចំការអីចឹងណាប្រិមិត្តបាទហើយនៅឈៀងខាងកើតរោងចាំចំការគាត់ហ្នឹងក៏មានលក្ខណៈថាអណ្ដូងទឹកមួយសម្រាប់ប្រើការយកទឹកប្រើប្រាស់ពេលទៅចាំចំការហ្នឹងហើយអណ្ដូងហ្នឹងគឺជាប្រភេទអណ្ដូងទាញស្បែកហើយនៅប្រហែលជាង1គីឡូម៉ែត្រពីចំការរបស់គាត់ហ្នឹងក៏មានចំការចេកនៅចំការចន្ទទីអ្នកភូមិមួយទៀតដែលគាត់មានអណ្ដូងមួយទៀតប៉ុន្តែជាប្រភេទអណ្ដូងស្នប់បាទអញ្ចឹងវាខុសគ្នាប្រិមិត្តលក្ខណៈថាមួយជាអណ្ដូងស្នប់មួយក៏ជាអណ្ដូងស្បែកអណ្ដូងទាំងពីរហ្នឹងគឺសពចេញទឹកប្រើការបានដូចគ្នាប៉ុន្តែគាត់ថាវាខុសត្រង់ថាមួយប្រភេទអណ្ដូងស្បែកហ្នឹងគេសពទាញរុញទៅរុញមកអញ្ចឹងទៅមុខថយក្រោយអញ្ចឹងទៅក៏វាបានទឹកប្រើចេញតាមកំពង់តាយោហ្នឹងហើយប្រភេទអណ្ដូងស្នប់ហ្នឹងគឺយើងត្រូវសពវាឡើងលើចុះក្រោមអញ្ចឹងទៅបានវាចេញទឹកមកសម្រាប់ប្រើប្រាស់បាទ
ចឹងសម្រាប់បងប្អូនប្រិមិត្តយើងភាគច្រើនគឺស្គាល់ហើយប្រភេទអណ្ដូងទាំងពីរហ្នឹងហើយក៏វាមានអណ្ដូងផ្សេងមួយទៀតប្រភេទតំបន់ខ្លះក៏គេប្រើអណ្ដូងលូហ្នឹងគឺគេជីកទៅជ្រៅទៅគេបណ្ដោះលូច្រើនកង់លើគ្នាណា5 6 ម៉ែត្រឡើងមកលើឬក៏អាច10 ម៉ែត្រទៅតាមតំបន់ខ្លះដែលវាមានដង្ហើមទឹកឬក៏ខ្សត់ទឹកអញ្ចឹងទៅប៉ុន្តែអណ្ដូងលូហ្នឹងគឺគេត្រូវការទឹកប្រើគឺគេត្រូវចងខ្សែនឹងដៃធុងអញ្ចឹងទៅហើយគេទម្លាក់វាទៅក្រោមដួសយកទឹកហ្នឹងមកហើយយោងវាឡើងមកលើហើយកន្លែងតំបន់ខ្លះក៏គេធ្វើដូចស្ពឺដើម្បីពង្វិលវាទៅគេកែច្នៃវាកុំឲ្យសូវចុះកម្លាំងអីចឹងទៅដូចនៅក្នុងរឿងចិនអញ្ចឹងណាប្រិមិត្តប៉ុន្តែបើតាមបទពិសោធន៍គឺអណ្ដូងទាំង3ហ្នឹងគឺមានតែអណ្ដូងស្នប់ទេដែលប្រើស្រួលជាងគេបាទប៉ុន្តែការដំឡើងសាងសង់ហ្នឹងក៏វាថ្លៃទៅតាមនឹងដែរគេរៀបចំទៅតាមថវិកាអញ្ចឹងទៅប្រិមិត្តព្រោះអ្នកនៅតាមចំការនៅតាមជើងភ្នំដាច់ស្រយាលអីហ្នឹងគាត់មិនឈ្នះអូសជូនសម្ភារៈទៅទេគឺពិបាកណាស់ត្រឹមតែយកទៅបុកអណ្ដូងនៅចំការបានគឺពិបាកណាស់ទៅសើពួកគាត់ដែលគាត់តស៊ូបាទគឺថាអូសជូនទៅដាំនៅជើងភ្នំឆ្ងាយដាច់ស្រយាលពីភូមិហើយតែរំតែបានភោគផលយកមកលក់ជូនប្រិមិត្តបងប្អូនយើងប្រជាពលរដ្ឋយើងនៅក្នុងក្រុងហ្នឹងគឺហត់នៅក្នុងការអូសជូនមកទៀតព្រោះឡើងតាមចរៈភ្នំគឺហត់មែនតើខ្ញុំធ្លាប់ឃើញទស្សនវិជ្ជានឹងផ្ទាល់គឺអាណិតប្រជាជនយើងមែនតើដោយសារតែជីវភាពប្រិមិត្តយើងអញ្ចឹងដោយសារតែគាត់ខ្វះខាតបានគាត់តស៊ូដល់ម្លឹងគ្មានណាគេចង់ក្រទេបាទអញ្ចឹងយើងងាកមកកាន់សាច់រឿងយើងវិញបាទមុនហ្នឹងគឺយើងរៀបរាប់ទៅដល់ត្រឹមដីចំការគាត់មានអណ្ដូងមួយជាអណ្ដូងស្បែកហើយដីចំការមួយទៀតគេមានអណ្ដូងមួយដែរប៉ុន្តែជាអណ្ដូងស្នប់បាទហើយក្រោយមកមានថ្ងៃមួយបាទថ្ងៃមួយនោះគាត់នឹងប្អូនគាត់នឹងទៅរោងចាំចំការនឹងទៅដល់នឹងតាំងពីម៉ោង4ម៉េះដោយសារតែក្រទៅព្រោះគាត់ទៅបង្ហើយកិច្ចការរបស់គាត់ទេបងផាន់ហ្នឹងគាត់ត្រូវទៅដើម្បីដាក់ជីបង្ហើយដើមចន្ទទីប្រហែលជាសល់ជាង20ដើមហ្នឹងចំណែកឯបងទូដែលត្រូវជាប្អូនរបស់បងផាន់ហ្នឹងក៏គាត់ទៅដែរប៉ុន្តែគោលដៅបងទូដែលគាត់ទៅចំការហ្នឹងគឺគាត់អត់បានទៅមើលដាក់ជីចេកអីគាត់ទេព្រោះចេកគាត់ហ្នឹងដាក់ដាំចោលទេបាទហើយគោលដៅរបស់គាត់គឺទៅដាក់ចំណីកែបព្រោះនៅកន្លែងនៅជិតរោងចាំចំការហ្នឹងមិនឆ្ងាយគ្នាប្រហែលជា50ម៉ែត្រពីគ្នាហ្នឹងក៏មានថ្លុកថ្លុកហ្នឹងវាមានតាំងពីសម័យបរមបុរាណមកហើយគាត់ប្រាប់ថាមានតាំងពីយូរណាស់មកហើយមិនដឹងថាកើតតាំងពីឆ្នាំណាទេដល់ពេលអញ្ចឹងទៅមានថ្លុកហ្នឹងមួយទៅគាត់ក៏ដាក់ហុំស្បៃហុំអីចិញ្ចឹមកូនកែបនៅកន្លែងហ្នឹងដើម្បីគិតថាអាចបង្កើនចំណូលមកផ្លូវទៀតពីការលក់អង្កែបនៅពេលដែលអង្កែបនឹងធំពួកអីនៅពេលដែលគាត់ទៅរោងចាំចំការហ្នឹងបន្ទាប់ពីហូបអីសល់អញ្ចឹងទៅគាត់អាចបោះបាយបោះកតិកទីអីបន្លែឬក៏កាកសំណល់អីផ្សេងៗដែលជាចំណីអង្កែបហ្នឹងអាចឲ្យវាស៊ីទៅផ្លេចវាធំអាចចាប់លក់បានដើម្បីបានចំណូលមកផ្លូវទៀតព្រោះអីពួកគាត់ទាំងពីរនាក់ហ្នឹងគឺមិនជាអ្នកមានទេបងប្អូនប្រិមិត្តអរគ្នាព្រោះអ្នកធ្វើចំការនៅជើងភ្នំគឺកាលហ្នឹងគាត់ថាគាត់ខ្សត់ដែរហ្នឹងប្រិមិត្តបាទហើយក្រោយមកបន្ទាប់ពីពួកគាត់រួចរាល់ការងារទំនេរដៃហើយក៏នាំគ្នាហូបស្រាលក្ខណៈថាផឹកដើម្បីបាយបានអញ្ចឹងណាប្រិមិត្តប៉ុន្តែពេលហ្នឹងបងផាន់ជាបងប្រុសហ្នឹងគាត់យកទៅច្រើនដែរលក្ខណៈថាស្រាថ្នាំឆ្នាំហ្នឹងគេមានលក់ស្រាកំប៉ុងហើយប៉ុន្តែគាត់ថាអ្នកទៅចំការភាគច្រើនគេហូបតែស្រាថ្នាំទេព្រោះលក្ខណៈហ្នឹងអាហ្នឹងវាកុំឲ្យវាឈឺទៅសៃឈឺឆ្អឹងឆ្អែងអីចឹងណាអាហ្នឹងជាលក្ខណៈថាការនិយមរបស់បងប្អូនយើងដែលគាត់នៅអ្នកធ្វើចំការបាទហើយស្រាថ្នាំហ្នឹងនៅតំបន់ខ្លះបងប្អូនយើងគាត់ហៅថ្នាំខ្លាំងឬក៏ហៅចាំងណាំងអីចឹងទៅបាទតំបន់ខ្លះគេនិយមហៅផ្សេងគ្នាអញ្ចឹងណាប៉ុន្តែខ្ញុំសូមលើកឈ្មោះស្រាថ្នាំតែបណ្ដោយទៅព្រោះគេស្គាល់ស្រាថ្នាំហ្នឹងវាទូទៅច្រើនជាងឈ្មោះហៅតាមតំបន់ហៅតាមស្រុកភូមិបាទដល់តែពេលអញ្ចឹងពីអ្នកបងប្អូនគាត់ហ្នឹងក៏នាំគ្នាដកមេពីអ្នកបងប្អូនបង្កើតហ្នឹងទៅហើយមហូបក៏មានដែរប៉ុន្តែបងទូហ្នឹងក៏ទៅចាប់កូនកែបហ្នឹងមកធ្វើមហូបអំពៅណាគេហៅថាតឡនតនអីចឹងណាតំបន់ខ្លះគេហៅកូនតឡនតនអញ្ចឹងទៅហើយគាត់ថាយកអាហ្នឹងមកក្លែមនិយាយពីថាឆ្ងាញ់ទៅឆ្ងាញ់វាគ្រឿងក្លែមពិសេសសម្រាប់ពួកគាត់ណាហើយបើសិនជាមានបងប្អូនប្រិយមិត្តអ្នកស្ដាប់យើងធ្លាប់ហូបកូនកែបបំពងឬក៏គេហៅថាតឡនតនហ្នឹងកុំភ្លេចជួយខមមិនប្រាប់ខ្ញុំនៅខាងក្រោមវីដេអូនេះឲ្យបានដឹងផង
ខ្ញុំចង់ដឹងចង់ស្គាល់បងប្អូនយើងអញ្ចឹងណាហើយសម្រាប់ខ្ញុំក៏ធ្លាប់ហូបវាដែរបាទឆ្ងាញ់មែនតើស្រួយឆ្ងាញ់រសជាតិគឺមិនអាចភ្លេចបានទេបើបានដាក់ជាមួយទឹកត្នោតជូរទៀតគឺរឹតតែអែមហ្មងរសជាតិវាបាទអញ្ចឹងចូលមកកាន់សាច់រឿងយើងវិញបន្ទាប់ពីពួកគាត់នាំគ្នាហូបដកមេស្រាថ្នាំខ្លែមកកូនតឡនតហ្នឹងទៅក្នុងគណៈពេលហ្នឹងម៉ោងប្រហែលជា8 9ហ្នឹងមានមេឃភ្លៀងបាទភ្លៀងធ្លាក់មកមេធំមកប្រាវហ្នឹងទៅក៏រាំងភ្លៀងវិញទៅហើយក៏ជួនអីនៅក្នុងយប់ហ្នឹងក៏វាចំយប់ពេញបរមីគេហៅថាយប់15កើតហ្នឹងឯងដល់តែពេលអញ្ចឹងវាមេឃភ្លឺស្អាតនៅតាមជើងភ្នំយើងអើទៅគឺឃើញលក្ខណៈថាមួយខាងវាចំការហើយមួយខាងទៀតជើងភ្នំវាចម្រេលទៅយើងអើពីទីខ្ពស់ទៅវាឃើញទេសភាពស្អាតអញ្ចឹងណាប្រិមិត្តហើយត្បិតថាទេសភាពនៅក្នុងគណៈនោះវាមិនស្អាតលយឆាយដោយភ្លើងពណ៌យើងនៅក្នុងទីក្រុងសពថ្ងៃនេះក៏ប៉ុន្តែវាស្អាតបែបទេសភាពព្រៃភ្នំអីចឹងណាប្រិមិត្តអញ្ចឹងអានឹងសម្រាប់អ្នកចូលចិត្តទេសភាពធម្មជាតិអីគាត់ឃើញស្អាតបែបរបស់គាត់អញ្ចឹងទៅបាទហើយក្រោយមកទៀតបន្ទាប់ពីដកមេដល់ម៉ោង9ជាងហ្នឹងទៅហើយភ្លៀងរហូតដល់រាំងភ្លៀងទៅវិញហ្នឹងក្រោយមកបងប្រុសគាត់ហ្នឹងគឺបងផាន់ជាបងប្រុសហ្នឹងក៏លក្ខណៈថាគាត់ស្វឹងហើយបងទូហ្នឹងក៏រឿងស្វឹងស្រឿងដែរចូលលក្ខណៈថាផឹកតាំងពីថ្ងៃនៅភ្លឺរហូតដល់ថ្ងៃលិចទៅវិញហើយអញ្ចឹងណាវាល្មមស្វឹងហើយបើអីស្រាថ្នាំវាខ្លាំងដែរអញ្ចឹងទៅបងផាន់ជាបងប្រុសហ្នឹងក៏គាត់ស្វឹងក៏គាត់ចូលសម្រាប់មុនហើយបងទូហ្នឹងក៏គាត់រៀងស្វឹងដែរបើតែអាចថាដោយសារតែគាត់ជាប្អូនហើយនៅក្មេងជាងអញ្ចឹងទៅក៏កម្លាំងគាត់នៅមានមិនសូវជាស្វឹងខ្លាំងអញ្ចឹងទៅហើយនៅក្រោយពេលដែលស្វឹងរៀងខ្លួនទាំងអស់គ្នាហើយក៏នាំគ្នាប្រាស់ខ្លួនសម្រាប់នៅលើរោងចាំចំការនឹងតែម្ដងទៅលក់ទាំងពីរអ្នកបងប្អូននឹងទៅប្រិមិត្តអញ្ចឹងក្រោយមកប្រហែលជាម៉ោងជាង12យប់ហ្នឹងបងផាន់ដែលជាបងប្រុសបងទូហ្នឹងក៏គាត់រៀងក្តៅស្អុះក្តៅផ្ទះតែងតែផឹកស្រាថ្នាំខ្លាំងពេកទៅវាក្តៅពីខាងក្នុងអញ្ចឹងណាប្រិមិត្តបាទបន្ទាប់ពីក្បាលល្ងាចហ្នឹងគាត់ញ៉ាំស្រាអស់ច្រើនអញ្ចឹងវារៀងក្តៅអញ្ចឹងហើយដល់ពេលអញ្ចឹងទៅគាត់ក៏ងើបដើរទៅដណ្ដូងដើម្បីបំណងនោះគឺចង់ងុយទឹកឲ្យវាឆ្លាស់ខ្លួនហើយនៅក្នុងខណៈពេលដែលបងផាន់ជាបងប្រុសរបស់គាត់ងើបដើរទៅសំដៅទៅដណ្ដូងដើម្បីងុយទឹកណាបាទបងទូក៏គាត់ប្រាប់ដែរថាពេលហ្នឹងគឺគាត់ស្វឹងសម្រាប់លក់នៅលើរោងនៅឡើយទេហើយបងប្រុសរបស់គាត់ហ្នឹងគឺដើរទៅដណ្ដូងហ្នឹងដើម្បីងុយទឹកតែម្នាក់ឯងបាទដល់ទៅពេលបងផាន់ជាបងប្រុសហ្នឹងគាត់ចុះពីកម្មជាដើរទៅដល់ត្រឹមដើមលហុងបាទដើមលហុងហ្នឹងអាផ្លូវទៅដណ្ដូងទឹកហ្នឹងវាមានដើមលហុងមួយអញ្ចឹងនៅមិនឆ្ងាយពីគ្នាប៉ុន្មានទេក៏ស្រាប់តែពេលហ្នឹងបងផាន់ហ្នឹងក៏គាត់ចោលភ្នែកទៅឃើញភ្លើងភ្លឹបភ្លែតនៅអាម្ដុំអាថ្លុកដែលបងទូគាត់ចិញ្ចឹមកូនកែបហ្នឹងណាបាទហើយនៅជុំវិញថ្លុកហ្នឹងក៏មានដើមត្រាចហើយនឹងដើមត្រាវហ្នឹងដុះព័ទ្ធជុំវិញហ្នឹងរៀងច្រើនដែរលក្ខណៈថាធម្មតាតែដីរៀងភក់អីវាសម្បូរលក្ខណៈថាដុះអាដើមហ្នឹងណាហើយក៏មានកូនក្អាត់កូនកែបវាយំអីចឹងទៅព្រោះពេលហ្នឹងបន្ទាប់ពីរាំងភ្លៀងហើយវាមានសម្លេងកែបហើយនឹងក្អាត់យំហើយសម្រាប់បងប្អូនអ្នកនៅជនបទឬក៏បងប្អូនយើងដែលធ្លាប់ឆ្លងកាត់ទស្សនវិជ្ជាហ្នឹងគឺដឹងហើយថាក្រោយភ្លៀងតែឮសម្លេងក្អាត់សម្លេងកែបហ៊ីងយំទៅហឹងពេញហ្នឹងបាទហើយដល់ទៅពេលបងផាន់គាត់ឃើញអាភ្នែកហ្នឹងក៏គាត់គាំងនៅឈោត្រឹងមកកន្លែងហ្នឹងលក្ខណៈឈោត្រឹងឈោផ្ដោតមើលសម្លឹងផ្ដោតទៅលើអាភ្លើងហ្នឹងណាព្រោះពេលហ្នឹងគឺគាត់មិនទាន់អាចសន្និដ្ឋានច្បាស់ទេថាភ្លើងហ្នឹងវាជាភ្លើងអីឲ្យប្រកបហើយគាត់ហ្នឹងរៀងភ័យដែរត្បិតតែសវឹងវាមិនទាន់ស្វាងស្រួលបួនមែនប៉ុន្តែនៅមើលឃើញច្បាស់ថាមានអីប្លែកមានអីចម្លែកអញ្ចឹងទៅបាទដល់តែពេលប្រឹងផ្ដោតទៅមួយសន្ទុះក្រោយមកក៏ឃើញភ្លើងនោះផ្លាស់ទីចេញពីកន្លែងគេចិញ្ចឹមកែបណាបងអូនគាត់បងទូហ្នឹងដែលចិញ្ចឹមកែបហ្នឹងបាទគាត់ឃើញអាភ្លើងហ្នឹងវាហោះចេញពីត្រង់កន្លែងគេចិញ្ចឹមកែបហ្នឹងវាហោះមកកន្លែងដងទឹកវាផ្លាស់ទីមកកន្លែងដងទឹកណាប្រិមិត្តបាទហើយជាធម្មតាដងទឹកនៅស្រុកស្រែនៅតាមទីជនបទអីហ្នឹងគឺវាតែងតែបែកផុកមានច្រាមហើយយើងមិនដូចដងយើងនៅទីក្រុងទេដងយើងទីក្រុងយើងចាក់សាបចាក់អីចឹងទៅហើយអ្នកខ្លះគេប្រើតែម៉ូទ័រទេស្រួល
ដល់ពេលដងទៅតាមទីដាច់ស្រយាលអញ្ចឹងវាមានជ្រាំហើយកັບជួនអីពីថ្ងៃហ្នឹងក៏បងទូហ្នឹងគាត់ធ្វើអង្កែបធ្វើអីវាមានឆ្អាបមានឈាមអីនៅនឹងខ្លះអញ្ចឹងទៅបាទអញ្ចឹងនៅក្នុងគណៈហ្នឹងឯងដែលបងផាន់ហ្នឹងគាត់ចាប់ដើមដឹងថាហ្នឹងគឺជាអាបហើយក៏ប៉ុន្តែពេលហ្នឹងគឺគាត់អត់ទាន់ឆាវឡោទេបងប្អូនប្រិមិត្តយើងទាំងអស់គ្នាដោយសារតែគាត់ចង់ឃើញឲ្យច្បាស់ថាអាបហ្នឹងវាមានទម្រង់មុខបែបណាព្រោះអីតាំងពីគាត់កើតចេញពីពោះម៉ែមកហ្នឹងគឺគាត់ធ្លាប់ឮតែគេនិយាយតគ្នាទេថានៅលើโลกនេះវាមានអាបមានអីចឹងទៅបាទដល់ពេលអញ្ចឹងទៅគាត់ឃើញផ្ទាល់អញ្ចឹងគាត់ចង់ឃើញចង់ឲ្យវាច្បាស់ឲ្យខ្លួនឯងណាកុំឲ្យថាធ្លាប់ឮតែគេនិយាយបន្តពីគ្នាមិនបានជួបខ្លួនឯងដល់តែពេលយើងជួបខ្លួនឯងអញ្ចឹងគឺគាត់ចង់មើលវាឲ្យច្បាស់បាទហើយនៅក្នុងពេលហ្នឹងដែរគឺគាត់ឈោស្ងៀមត្រឹងសឹងតែមិនហ៊ានដកដង្ហើមឲ្យលឺផងប្រិមិត្តអស់គ្នាគាត់ឈោដើម្បីលោបចាំមើលអាភ្លើងអាបហ្នឹងណាហើយដល់ពេលហ្នឹងក៏ឃើញវាហោះផ្លាស់ទីមកដល់ដងទឹកហ្នឹងក៏វាហោះកវ៉ែលជុំវិញដងទឹកហ្នឹងពី3ជុំឆ្វែលចុះឆ្វែលឡើងទៅបានឃើញវាចុះទៅក្រោមហ្នឹងទំនងតែវាឃើញភក់ច្រំឬក៏ឃើញអាឆ្អាបពោះវៀនកែបអីអញ្ចឹងទៅបានតែវាចុះទៅហើយលក្ខណៈថាដាក់ខ្លួនហ្នឹងក្បាលនឹងខ្លួនហ្នឹងគឺវាផ្ទប់ទៅនឹងច្រំហ្នឹងតែបដ ாய் បាទអញ្ចឹងពេលហ្នឹងគឺយើងអាចដឹងបានទាំងអស់គ្នាណាថាអាបហ្នឹងគឺវាចុះទៅស៊ីច្រំទៅស៊ីកាកសំណល់ហ្នឹងដល់ពេលតែឃើញច្បាស់ស្ដែងនឹងភ្នែកអញ្ចឹងថាជាអាបហើយណាប្រិមិត្តដល់ពេលបងផាន់ហ្នឹងគាត់ឃើញច្បាស់ថាជាអាបផ្ទាល់ភ្នែកហើយគាត់ហ្នឹងក៏ប្រុងដកថយលក្ខណៈថាដកខ្លួនថយមកក្រោយដើម្បីលោបឡើងតាមចដាឡើងទៅលើរោងចាំចំការណាដើម្បីដាស់បងទូដែលជាប្អូនហ្នឹងឲ្យបងទូហ្នឹងគាត់បានឃើញដែរហើយណាមួយលក្ខណៈថាដាស់ទៅឲ្យបានគ្នាអញ្ចឹងណាហើយមួយទៀតបំណងគាត់គឺចង់ឲ្យបងទូហ្នឹងឃើញពីរូបរាងរបស់អាបហ្នឹងមិនហើយចង់ឲ្យបងទូឃើញថាវានៅតែមានអាបពិតប្រាកដមែនអញ្ចឹងទៅបាទដល់ពេលបងផាន់ហ្នឹងគាត់គិតឃើញអញ្ចឹងហើយក៏គាត់ថយសឹមថយមកក្រោយថ្នមអញ្ចឹងណាបាទហើយដូចនិយាយអញ្ចឹងថាសឹងតែមិនហ៊ានដកដង្ហើមឲ្យលឺទេបាទគឺថ្នមមែនទែនហើយសម្រាប់ជើងនោះក៏បិទមិនឲ្យលឺដែរថ្នមយកតែមែនទែនឡើងរឹងខ្លួនអស់ហើយអាចម្ងាយដែលគាត់ថយពីត្រឹមដាំលហុងមកកម្មចដាឡើងលើរោងហ្នឹងក៏វាអត់ឆ្ងាយគ្នាប្រហែលដែរប្រិមិត្តដល់ពេលខណៈពេលដែលបងផាន់ហ្នឹងគាត់ដើរថយលោបមកដល់កម្មចដាហ្នឹងហើយលោបឡើងលើកម្មចដាហ្នឹងបានប្រហែលជា3កម្មព្រោះអីកម្មចដាហ្នឹងបងទូហ្នឹងក៏បានប្រាប់ថាកម្មចដាហ្នឹងវាប្រហែលជា6 7កម្មអីដែរហើយដល់ទៅពេលបងផាន់គាត់ខំឡើងលោបបានប្រហែលជា3កម្មហ្នឹងស្រាប់តែអាភ្លើងហ្នឹងហោះមកជិតគាត់បដ ாய் ប្រិមិត្តលក្ខណៈថាអាភ្លើងហ្នឹងហោះសំដៅមករកគាត់បដ ாய் ប្រហែលជាវាដឹងថានៅក្នុងគណៈពេលដែលវាកំពុងតែអោនស៊ីកូនកែបកូនក្អាត់ឬក៏អាពេលដែលវាស៊ីច្រាំនៅជិតដងទឹកហ្នឹងប្រហែលជាវាដឹងថាមានមនុស្សលោបឈោមើលវាអញ្ចឹងណាប្រិមិត្តហើយអាភ្លើងហ្នឹងក៏វាហោះមកលឿនស្លេវមករកបងផាន់ដែលជាបងប្រុសបងទូហ្នឹងគាត់ថាពេលហ្នឹងវាហោះមកគៀកមែនតើចម្ងាយនៅមិនឆ្ងាយគ្នាទេប្រហែលជា2ម៉ែត្រពីគ្នាទេហើយដល់ពេលខណៈហ្នឹងបងប្រុសគាត់ហ្នឹងបងផាន់ដែលជាបងប្រុសហ្នឹងគាត់បែរទៅឃើញស្ដែងបដ ாய் ប្រិមិត្តទាំងអស់គ្នាស្ដែងនឹងភ្នែកតែបដ ாய் ប៉ុន្តែហេតុតែស្មារតីគាត់រៀងរឹងប៉ឹងដែរហើយលក្ខណៈថាបែរឆ្វាច់ទៅឃើញមកថ្មាំងកដាលមុខតែបដ ாய் ណាប្រិមិត្តគៀកគ្នាមែនតើដូចនិយាយអញ្ចឹងគាត់ថាពេលហ្នឹងបងផាន់ក៏គាត់រៀងស្លន់ដែរដោយសារតែអាស្ថានភាពហ្នឹងវាបថុចញុចណាហើយនៅដៃហ្នឹងវាអត់មានកាន់ដំបងឬក៏កាន់កំបិតបថៅនៅដៃទៀតគាត់ថាអាបហ្នឹងមុខឡងបែកវល់ប្រិមិត្តអស់គ្នាបែកវល់មើលមិនយល់ប៉ុន្តែគាត់ថាអាបហ្នឹងវាលក្ខណៈថាជាអាបស្រីហើយមើលទៅគាត់ថាចាស់ហើយបាទដោយសារតែពេលហ្នឹងគាត់ភ័យស្លន់មែនប៉ុន្តែនៅតែផ្ដោតមើលមុខឲ្យច្បាស់ដល់ពេលអញ្ចឹងទៅគាត់ឃើញហោះមកគៀកហើយឃើញគៀកតែមែនតែអញ្ចឹងលក្ខណៈថាអាចណ្ដើ 5-6 កម្មហ្នឹងចាំកាលទៀតបាទគាត់ថាអា 5-6 កម្មចុងក្រោយហ្នឹងលោតតែមកផ្លិតប្រិមិត្តបាទលោតតែមកផ្លិតផុតទៅដល់រោងខាងលើបណ្ដោយបាទនេះយើងធ្លាប់ឃើញតែក្នុងរឿងប្រិមិត្តដល់ពេលឃើញស្ដែងអញ្ចឹងគឺវាកន្លែងហ្នឹងវាคล้ายផងអស់សំណើចផងបងប្អូនប្រិមិត្តអស់គ្នាសាកសម័យមើលលេងងាកទៅឃើញឆ្វាច់នៅពីក្រោយខ្នងអញ្ចឹងយើងខំលោបអត់ឲ្យគេដឹងហើយដល់ពេលងាកទៅគេនៅថ្មិលពីក្រោយនៅគៀកគ្នាអញ្ចឹងណាមិនខ្លាចមិញបាទហើយអាខ្លាចក៏ខ្លាចអានឹកឃើញចង់សើចក៏ចង់សើចដែរបាទពេលខណៈដែលភ័យហ្នឹងអត់មានអារម្មណ៍ចង់សើចទេ
តែក្រោយមកផតអាហេតុការហ្នឹងมันគាត់លក្ខណៈថាអស់សំណើចនឹងខ្លួនឯងអញ្ចឹងណាប្រិមិត្តបាទហើយបន្ទាប់ពីរឿងហេតុដែលគាត់លោតកន្លងចណ្ដើនឹងទៅដល់ខាងលើទៅគាត់ឆោឡោស្រែកដាស់បង្ទូអញ្ចឹងណាដាស់ថាអាបដាស់ប្អូនគាត់ឲ្យភ្ញាក់អញ្ចឹងទៅហើយបង្ទូហ្នឹងក៏ស្ទុះភ្ញាក់ទាំងអាលក្ខណៈថានៅមីងមាំងដល់ហើយណាព្រោះភ្ញាក់មករឿងបុកពោះអាណាមួយរឿងភ័យខ្លាចកែមានចោលមានអីហ្នឹងមិនស្រែកឆោឡោអញ្ចឹងហើយណាមួយកែលោវាមានសត្វសាហាវមានអីហ្នឹងមិនបងគាត់ដាស់គាត់ទាំងពេលកំពុងលងលក់ស្រួយអញ្ចឹងណាមានបានដឹងរឿងហេតុអីទេបាទអញ្ចឹងបន្ទាប់ពីបងផាន់គាត់ទៅដាស់បង្ទូប្អូនគាត់នឹងភ្ញាក់មកហើយអាបហ្នឹងវាដល់ពេលដែលឃើញបងផាន់និងបង្ទូមានគ្នាអញ្ចឹងទៅវាក៏ហោះចេញទៅវិញអញ្ចឹងទៅហើយបង្ទូហ្នឹងដល់ពេលបើកភ្នែកមកឃើញថាជាអាបហើយប៉ុន្តែវាពេលហ្នឹងអាបហ្នឹងវាហោះចេញទៅវិញណាគាត់នឹងសវេសវាបានកបិតផ្គាក់នៅលើរោងណាប៉ុន្តែវាចង់និយាយថាអាបហ្នឹងវាហោះចេញទៅបាត់ហើយគាត់ថាបើគាត់ភ្ញាក់តន់នេះផ្គាក់នៅដៃហ្នឹងហក់កាប់ពីលើរោងបណ្ដោយបាទលក្ខណៈថាគាត់រៀងឆៅដែរពេលហ្នឹងណាមួយរៀងមូម៉ៅមនុស្សពងដេកលក់ផងមកចេញលងចេញបន្លាយគេដាច់ដេកដាច់ពួនអស់អញ្ចឹងណាបាទហើយគាត់ថាគាត់មិននិយាយលេងគាត់ថាបើងើបមកតន់គឺហក់កាប់មែនទែនបងប៉ុន្តែសំណាងអាបនឹងវាហោះចេញទៅលឿនដែរគាត់តែគាត់ងើបមកវងងាកទៅយកកបិតផ្គាក់ហ្នឹងអាបនឹងហោះទៅឆ្ងាយបាត់ហើយបានក្រោយមកបង្ទូគាត់ថាពេលហ្នឹងគាត់ក៏លេចទៅមើលសភាពបងប្រុសគាត់គឺបែកញើសឡើងជោកខ្លួនបែកញើសឡើងស្រាក់ហ្មងប្រិមិត្តហើយមុខឡើងស្លេកស្លាំងអស់ហើយលក្ខណៈថាវាស្លន់ដែរហ្នឹងត្បិតតែស្មារតីរឹងមកហើយអត់ស្រែកបោកវាស់មែនមិនដែរអាមកអញ្ចឹងគាត់ស្លន់ដែរមកឲ្យឃើញស្ដែងហើយមកគៀកនឹងមុខអញ្ចឹងទៀតបាទហើយក្រោយពីបងផាន់គាត់អង្គុយបាត់ហត់ឲ្យបាត់បែកញើសមកស្ទុះហើយរៀបរាប់រឿងហេតុដែលគាត់បានឃើញអាបនឹងទៅប្រាប់បងទូដែលជាប្អូនប្រុសរបស់គាត់នឹងរួចហើយក៏គាត់មានបំណងថាចង់ងើបទៅងូតទឹកម្ដងទៀតប៉ុន្តែទៅងូតទឹកនេះមិនមែនដើម្បីស្វាងទេព្រោះអីអាស្វាងនោះស្វាងតាំងពីអាបដេញមកដល់កម្មចរាម្លេះបាទគាត់ថាគាត់ទៅងូតទឹកនេះគឺបំណងចង់ឲ្យវាស្រឡះខ្លួនព្រោះវាស្អិតខ្លួនអញ្ចឹងណាហើយវាក្តៅក្នុងពីក្នុងមកហើយថ្ងៃនោះវាភ្លៀងវាត្រជាក់មែនប៉ុន្តែវាដូចវារឿងហប់ខ្យល់ដោយសារតែអាចថាដោយសារគាត់ភ័យហើយអាកម្លាំងដែលគាត់ហក់ឡើងកម្មចរាអីចឹងទៅវាចំណាយកម្លាំងច្រើនហើយតែកាលណាតែយើងភ័យហើយគឺបែកញើសស្អុះស្អាប់ហើយអញ្ចឹងគាត់ក៏កាន់អាកូន7ហ្នឹងទៅដើរសម្ដៅទៅដងដើម្បីបំណងទៅចង់ងុយទឹកហ្នឹងឯងហើយដល់តែពេលគាត់ដើរទៅដល់កន្លែងដងទឹកគាត់ថាមិនដឹងតែចៃដន្យវាសយអីទៀតដងហ្នឹងគាត់ទាញសពទឹកបាន2-3ខ្សឺតហ្នឹងវាស្រាប់តែរបូតអាស្នូលដងហ្នឹងចេញមករបូតអាលក្ខណៈថាអណ្ដាតគេធ្វើដើម្បីធ្ពក់ទឹកឲ្យវាពេលដែលគេទាញទឹកមកវាទាញទឹកធ្ពក់ទឹកចេញមកក្រៅអញ្ចឹងណាអាហ្នឹងគេផ្គុំចេញពីពោះវីនម៉ូតូអីចឹងទៅគេកាត់ធ្វើជាស្បែកអណ្ដាតវាមួយដើម្បីទាញអញ្ចឹងបងប្អូនដែលប្រើអណ្ដូងស្បែកប្រកបជាស្គាល់ហើយពួកហ្នឹងទាញទឹកចេញមកណាដល់ពេលអញ្ចឹងទាញបានបន្តិចវារបូតចេញមកក្រៅអស់ពិបាកដោះជួសជុលសារថ្មីអញ្ចឹងទៅដល់ពេលអញ្ចឹងគាត់ក៏សម្រេចដកវាចេញមកក្រៅហើយជួសជុលវាកែច្នៃវាប្រើសិនទៅរំតែព្រឹកមេឃភ្លឺចាំទៅទិញគ្រឿងបន្លាស់ពីផ្សារយកមកផ្លាស់វាថ្មីតែម្ដងណាមួយដោយសារតែអណ្ដូងហ្នឹងទុកវាយូរទៅវាអាចវាពុកផុយអស់អញ្ចឹងណាហើយមួយទៀតស្រាប់បងប្អូនយើងដែលធ្លាប់ប្រើអណ្ដូងប្រភេទពួកហ្នឹងដឹងស្រាប់ហើយថាវាឧស្សាហ៍ធ្វើទុកអាបញ្ហាស្នូលហ្នឹងឯងអញ្ចឹងវាពិបាកមែនតើឧស្សាហ៍ដូរញឹកញាប់ដែរហើយមួយទៀតអណ្ដូងហ្នឹងគឺត្រូវការដាក់ម៉ួយបើសិនជាដកអាស្នូលហ្នឹងចេញមកក្រៅបាត់ហើយលក្ខណៈថាអាទឹកដែលដក់នៅក្នុងទយោហ្នឹងក៏វាហូរចេញទៅក្រោមអស់ដែរអញ្ចឹងគឺត្រូវលក្ខណៈថាយើងចាក់ទឹកវាធ្វើម៉ួយវាដើម្បីឲ្យវាមានទឹកឡើងមកវិញមកហើយសោកអាស្នូលដើម្បីទាញសពវាមកវិញបានវាមានទឹកតែវាចៃដន្យអីថ្ងៃនោះទឹកវាស្ទើរទៀតទឹកនៅសល់តិចហ្នឹងបន្ទាប់ពីជួសជុលទៅមើលគាត់ថាមើលទៅដូចមិនតំណងដាក់ម៉ួយគ្រប់ទេអញ្ចឹងទៅក៏គាត់ប្រាប់បងទូហ្នឹងថាឥឡូវឲ្យបងទូហ្នឹងកាន់ធុងទឹកហ្នឹងដើរទៅចំការគេមួយទៀតដែលខ្ញុំនិយាយពីខាងដើមណាចំការគេមួយទៀតហ្នឹងចំការចន្ទទីចំការជ័យគេហ្នឹងគេមានអណ្ដូងមួយដែរជាប្រភេទអណ្ដូងស្នប់បាទដល់ពេលអញ្ចឹងទៅក៏មានតែពឹងឲ្យបងទូហ្នឹងកាន់ធុងហ្នឹងទៅយកទឹកមួយធុងពីហ្នឹងមកពីអណ្ដូងស្នប់នៅកន្លែងចការគេមួយទៀតហ្នឹងមកដើម្បីយកមកត្រៀមធ្វើម៉ួយបាទហើយទុកឲ្យបងផាន់ហ្នឹងគាត់នៅជួសជុលអណ្ដូងហ្នឹងបដាត្រឹមតែ
បងទូគាត់ដើរទៅដើរមកហ្នឹងយើងកុំឲ្យខាតពេលវេលាអញ្ចឹងក៏មានតែប្រើឲ្យបងទូហ្នឹងកាន់ធុងទៅយកទឹកពីនឹងមកធុងដើម្បីធ្វើម៉ូយអញ្ចឹងទៅបាទដល់ពេលអញ្ចឹងបងទូក៏គាត់យល់ព្រមហើយគាត់កាន់ពិលគាត់មួយព្រោះគាត់មានពិលគាត់ម្នាក់មួយចំណុចហ្នឹងគេមានពិលប្រើហើយអាភ្លើងប្រចាំងកែវឆ្លោះហ្នឹងដាក់ថ្មអញ្ចឹងទៅដល់ពេលហ្នឹងគាត់កាន់ពិលគាត់ទៅមួយហើយគាត់យកធុងហ្នឹងទៅដើម្បីដើរសំដៅទៅកន្លែងចំការចន្ទីហើយនឹងដើមចេកដែលនៅឆ្ងាយពីគ្នាប្រហែលជា1គីឡូដីហ្នឹងហើយអាផ្លូវដើរចេញពីរោងចំការរបស់បងទូបងផាន់ទៅចំការមួយទៀតហ្នឹងគឺអត់ស្ដុកទេប្រិមិត្តអរគ្នាគេមានផ្លូវដើរគេអញ្ចឹងណាហើយចំការគេធ្វើសងខាងទៅគេទុកផ្លូវដើរមកតលីល្មមដើរស្រួលដែរអញ្ចឹងទៅបងទូក៏គាត់ដើរតាមហ្នឹងទៅដើរទៅតែឯងអញ្ចឹងទៅហើយក៏មានឆ្កែមានអីទៅជាមួយទេព្រោះពេលហ្នឹងគាត់មិនបានយកឆ្កែទៅតាមហ៎ដល់ពេលរដងគាត់យកទៅរោងដែរប៉ុន្តែថ្ងៃនោះដឹងមិនវាមិនដឹងថាវាទៅដើរលេងអាណាបាត់ដោយញីអាណាបាត់ទៅក៏អត់មានឆ្កែយកទៅជាមួយអញ្ចឹងគាត់ដើរទៅតម្នាក់ឯងទៅធម្មតាយើងដើរយប់ស្ងាត់អីមានសត្វអីដើរជាមួយវារៀងកក់ក្ដៅដែរអញ្ចឹងណាព្រោះតាមតំបន់ព្រៃភ្នំណាប្រិមិត្តដល់ពេលអត់អញ្ចឹងទៅក៏តាមដំណើរទៅដើរទៅបណ្ដោយទៅហើយដល់ពេលអញ្ចឹងក៏គាត់សម្រេចដើរស្រោតទៅអញ្ចឹងណាព្រោះ1គីឡូជាងប្រហែល1គីឡូមិនច្បាស់ការថា1គីឡូប៉ុន្តែគាត់ថាប៉ាន់ស្មានទៅប្រហែលជា1គីឡូដីដើរតម្រាំទៅដល់គោលដៅទៅក៏ទៅដល់កន្លែងដងទឹកហ្នឹងព្រោះដងហ្នឹងក៏គាត់ស្គាល់ម្ចាស់ចំការដែរប៉ុន្តែម្ចាស់ចំការហ្នឹងគេអត់បានមកដេកចាំចំការទេយូរគេមកដេកចាំម្ដងអញ្ចឹងណាបាទហើយដងស្នប់គេហ្នឹងគេលក្ខណៈថាខាងម្ចាស់ចំការមួយទៀតគឺគេរៀងក្រិនបើដែរគេរៀងជីវភាពគេរៀងទូធាក្រិនគេធ្វើដងស្នប់ហើយគេចាក់សាបចាក់អីអញ្ចឹងទៅដល់ពេលទៅដល់ដងដល់កន្លែងដងហ្នឹងបងទូក៏គាត់កាន់ធុងសំដៅទៅដងហើយទៅដល់ដាក់ធុងដាក់អីត្រង់ទឹកហើយគាត់ចាប់កាន់អាដៃដងស្នប់ហ្នឹងដើម្បីសប់យកទឹកបាទតែវាមានរឿងចម្លែកកើតឡើងបាទដងហ្នឹងពីមុនគាត់ធ្លាប់ទៅសប់ធ្លាប់ទៅប្រើប្រាស់ដែរគាត់ធ្លាប់ឆ្លងកាត់គាត់ធ្លាប់ងូតទឹកងូតអីនៅហ្នឹងព្រោះគាត់នឹងម្ចាស់ដងហ្នឹងក៏ស្និទ្ធស្នាលគ្នាដែរអ្នកភូមិជាមួយគ្នាទេហើយគាត់ក៏ចិត្តល្អដែរម្ចាស់ដងហ្នឹងណាបាទធម្មតាអ្នកតាមជនបទគេចិត្តទលាយគេមិនងាយសូវចិត្តកំណាញ់អីជាមួយគ្នាទេហើយអ្នកធ្វើចំការជាប់គ្នាចឹងទៀតគេមានតែលក្ខណៈថាចិត្តទលាយដាក់គ្នាហើយផ្ដាំផ្ញើឲ្យជួយមើលចការឲ្យអីឲ្យផងចឹងណាបាទហ្នឹងលក្ខណៈគេសួរសុខទុក្ខគេរាក់ទាក់គ្នាតាមបែបអ្នកភូមិជនបទហើយដល់ពេលពីមុនក៏ធ្លាប់ទៅប្រើដងនឹងដែរសពចេញទឹកឈូដងនឹងវាស្រួលសពមែនតើដល់ពេលថ្ងៃនេះវាចម្លែកត្រង់ថាដងនឹងវាសពអត់ចេញទឹកមិនដឹងថាវាកើតអីប៉ុន្តែគាត់ឆ្ងោកមើលឈូពលមើលដងនឹងវាអត់មានខូចខាតអីទេបាទហើយគាត់សពឡើងអស់ចិត្តអស់ចង់ដាក់ម៉ួយទៀតដងនោះគេមានធុងគេនៅនឹងមួយគេមានទឹកនៅនឹងសម្រាប់ដាក់ម៉ួយដែរណាបាទដល់ពេលដាក់ម៉ួយសពហើយដាក់ឡើងចិត្តអស់ទឹកតាំងពីចិត្តអស់ទឹករហូតដល់ដាក់បង្ហើយអាទឹកនៅធុងឯងសពអត់ចេញទឹកមិនដឹងមិនវាហើយបងទូនឹងពេលហ្នឹងគាត់អត់អស់ចិត្តទេដោយសារខំដើរមកឆ្ងាយហើយណាមួយនឹកឃើញថាបងគាត់ក៏នៅចាំផ្លូវចាំយកទឹកទៅងូតទៅអីចឹងណាហើយមួយទៀតលក្ខណៈថាខំដើរមកឆ្ងាយកុំឲ្យទៅវិញវាខាតវាមិនអស់ចិត្តខំសពឡើងអស់ចិត្តអស់ចង់ហើយឆ្ងោកមើលកាលោវាខូចស្បែកឃើញថាអត់ខូចអីទេនៅថ្មីអាស្បែកដងអីនៅល្អទាំងអស់ពេលអញ្ចឹងខំសពចុះសពឡើងវាអត់ចេញទឹកសោះហើយដល់ពេលអស់ចិត្តទៅក៏រៀងលក្ខណៈថាអូប្រហែលជាដងនេះវាមានបញ្ហាអីហើយគាត់មិនបានដឹងអញ្ចឹងណាក៏សម្រេចចិត្តថាខំសពអស់ពីចិត្តហើយវាមិនចេញទឹកទេតាមដំណើរទៅក៏គាត់កាន់ធុងហ្នឹងដើរយួរចឹងលក្ខណៈកាន់អាធុងទឹករបស់គាត់ដែលកាន់យកមកហ្នឹងដើម្បីកាន់សំដៅទៅផ្ទះវិញអញ្ចឹងណាទៅរោងចាំចំការវិញសំទោសប្រិមិត្តដើម្បីដើរសំដៅទៅរោងចាំចំការទៅជួបបងប្រុសគាត់វិញពេលគាត់ដើរចេញមកដើរទាំងអស់សង្ឃឹមដែរហ្នឹងខំដើរមកឆ្ងាយខំលក្ខណៈថាខំអាទី1ខំដើរមកឆ្ងាយហត់ហើយអត់បានទឹកទៅវិញអាទី2ចិត្តមួយទៀតនោះវាអាណិតបងគាត់ដែលចាំទឹកដើម្បីងូតអញ្ចឹងណាហើយនៅពេលហ្នឹងឯងដែលគាត់អស់ចិត្តហើយក៏គាត់សម្រេចដើរចេញមកហើយនៅពេលដែលគាត់ដើរចេញពីដងនឹងប្រហែលជា6 7ជាហ៊ានណាបើគិតទៅវាប្រហែលជា6 7ម៉ែត្រឬក៏5 6ម៉ែត្រហ្នឹងក៏មានរឿងមួយកើតឡើងដែលធ្វើគាត់ខ្លាចមែនទែនបងទូគាត់ថានៅពេលដែលគាត់ដើរចេញមកបានចម្ងាយប្រហែលជាប្រមាណជាហ៊ានហ្នឹងក៏ស្រាប់តែ
lư sầm lên cái sọp tực bà lư sầm lên ảnh đông nâng về sọp tực đồng bên chẳng có riêng ngọt này có ót tân hiên bài từ chòm phim đế bày mất bà đời xa tại chất muối có riêng ngọt không chất đó nè thà ế màu mảnh ót khơi miền nà gây nên nâng bóng ấy không tiếng slap á cái lô sầm lên màu bị nạp xế nhá nè bà chất muối tiết riêng bục bùa đẻ phây đẻ ngọt sầm lên nước màu bị ná đo tập p không tiếng slap từ không tiếng slap cho lắng sầm lên đến nơi bị cào khẩn nóng bà ấy về nắng có chập đam riêng khai đá ấy và mô smart đấy nghĩa romer sầm lên nâng nghĩa romer bộc hút sầm lên nó phải mật đó tập p nghĩa trong nghĩa lang máu nghĩa bay mà đo lành đốn sáp ta khơi đốn nó biết sập luôn vía phải mật bà khơi ăn đốn nó biết sập luôn vía sập máu chinh tật máu chu bắt đầu là đâu nước miên nè khơi miên nè để ở tới nó khơi miên là cái châu sọp để lại cái thằng khơi tần đâu nước bị sọp cay vì ca tròn nạc luôn về đây đập bên chân châu máu bục phớt có thà bên năng prư có ba phần cái chữ ấy bằng tu nó con dây tiết thà tăng vì con cao màu tranh bị buông mai bàn đọt phần nâng con ở đây khơi nhàn đông na để bị sọp chinh tức luôn anh chân tê bà vì chỉ riêng lực ti mùi hai để cắt chụp là không chỉ vật có là prey mật áo tới khơi đấu nó với sọc luôn vì đôi được không riêng prey không màu vậy bà đôi được không riêng con này vì giờ hai đó thà nắng prey mật ấy dương xạ sầm mày mới thà bà sân chỉ riêng nâng dương cát lơ vì việc cát lơ dương toàn ấy mình men cát là không phum để mình nơi nơi tiết nơi trường không đại sẽ già ngay bị phía kia nè phum bà ta dương pay khai bần nào đấy dương slot chật bần nào đấy bà hãy bọn tu có không bỏ mua smart đây sầm lăng châu mơ đâu nâng phải sắp chinh tức rau chu chẳng á ấy nhua chương nhua đây ở hay nhua lần là cái nào bục phớt hay là cái nào thà cái thạp prư cái bà phần cái chớ nè lên cho láng mà tu máu khơi so tung nơi cái lạnh đầu nè châu sầm lăng màu quạt á gọt khơi ta bần nắng ọt miên châu vì PAU thế bày mật bà rốt trao thông tực nâng bà rốt vô ta pra vô ở khơi sài chẳng bà rốt vô ta men tên rốt sầm đai ta bong pra quạt chẳng nè hỏi rốt nâng trong dây tha có tha chầm ngay đây mà cả lố rốt ap đa tới dây PU hay ap màu vinh tầm play đây hay rốt đã đăng hot link ấy đập rốt ta đạp ta đâm mà đo rong cái lái bong cắt vinh mà đó hot lần khư ấy bóng phán khơi chẳng có xua tha cát ấy bàn rột lươn mày hay là tức anh không để chăm tức đặt thơ môi đồn chứ nè ở đặc biệt bằng tôi thà biên tức màu na bọn ơi mọi lông là lại đồn là ai nhầm từ mình hơi nhầm rột màu vinh ban vô thung màu tới bọn ơi mọi lông giả hai nè ấy bóng phán nó có xua tia tha mọi lông này nè đặc biệt là bằng tôi thằng mọi lông à lại đồn tức nâng ơi bọn ơi bọn mọi lông giả hai nè nhưng mà đại chụp tê tăng bị cả màu đỏ thùng bên này tớ ta chụp lực tí mùi nâng ai nhảy ôi đây là mạng nên ngon nhau mà ấy đặc biệt chẳng tớ mong phăn gọt chưa thì gọt chưa tầm biên không màu thà điểm đá là từ là cái nào thà chalong cắt từ vô tức vô ấy là nâng tra tăng bị du nào hay muốn lực muốn nó có thọp từ vô tức mà đạm môi ấy đa cắt ta tam nâng ta là hốt đá sao mình không màu bị ná gọt chưa hay cái thà hay không nói nó về lâu ngày là biết mấy bán bọn tu nó còn điệp rộp xây đường thật không nói nó về lâu thua col là cái nào thật sọc tật luôn ai vậy chứ đúng nó về che sọc tật sọc ấy luôn ai hay bạn khơi không nói tam còi đặc biệt chứ bọn phán nó có ót chật có thà còn chưa đi lấy bọn chưa bọn tầm mơ luôn ai từ thả lấy tao tầm mơ pin nè thấy có tới có riêng tháng tao tới pin nè bàn khăn nè ở từ pin nè bàn đăng chạy đây thà vì miền không nói được gọn dây từ bồn lấy bông tú có tới thì dây mấy có tới này ta đặc biệt là bông phan gọt trong người chất có luôn lô mà là thà lồm bồn chẳng nó bón á lồm mày tới đó là bàn khăn nè thà miền mến ở việc khơi tao này chẳng có bông tú có sầm rách chun từ ngày tới từng khai thì tại nó khơi là từ mũi bón tới mệt má dương miền khăn nè chẳng nó có thôi từng đồng tiền bà đặc biệt chẳng còn ông kia đào và đào bị nạp bóng ôn còn nắng đào tạm phơi nắng xong đá tới đồng tật nâng
ហើយបងផាន់ក៏ថាបំណងតែយកទឹកតែយកធុងទឹកយកអីមកវិញហើយយកទឹកមកធ្វើម៉ួយដងផងហើយក៏ថាណាមួយដើម្បីឲ្យចំណេញទៅដល់គាត់ងូតទឹកនៅកន្លែងដងស្នប់នឹងបណ្ដោយថាវាមិនដែលមានខ្មោចលងអញមិនដែលឮម្ចាស់គេនិយាយថានៅនឹងមានខ្មោចផងបាទអញ្ចឹងគាត់ក៏នាំគ្នាដើរបណ្ដើរគ្នាពីអ្នកបងប្អូនគាត់ហ្នឹងដើរទៅរឿងយូក្រាន់បន្ទុះធំទៅបានទៅដល់កន្លែងដងហ្នឹងបាទហើយទៅដល់បងទូហ្នឹងគាត់អត់ហ៊ានចូលទៅជិតដងទេដោយសារគាត់ដឹងថាខ្មោចលងហើយដល់ពេលអញ្ចឹងគាត់រុញឲ្យបងផាន់ហ្នឹងដើរមកគាត់ទៅហើយនោះធុងទឹកនៅនោះអាធុងទឹកដែលគាត់បោះចោលនៅម្ខាងដងលក្ខណៈថាឆ្ងាយពីដងហើយ5 6ម៉ែត្រដែរដោយភ័យទៅបោះអាធុងទឹកនឹងចោលរត់យកទៅប្រាស់យកប្រោយអញ្ចឹងណាហើយដល់ពេលអញ្ចឹងបងផាន់ក៏គាត់ដើរសំដៅទៅរោធុងទឹកនឹងហើយគាត់ថាមានខ្មោចមកពីណាដល់ទៅពេលគាត់ដើរទៅបងផាន់ក៏ដើរសំដៅទៅយកអាធុងហ្នឹងមិនតាន់បានដល់ធុងផងថាប្រុងអោនយកធុងហ្នឹងហើយស្រាប់តែធុងហ្នឹងវាដូចមានអីទាត់ធុងនឹងមួយជើងណាប្រិមិត្តបាទតាត់មួយជើងប៉ើងទៅស្ទុយហើយពេលអញ្ចឹងបងផាន់គាត់ភ្ញាក់ព្រឺតគាត់ថាចុំស្អីចេះហើយពីអ្នកបងប្អូនគាត់បងទូនឹងក៏ចាប់ដើមភ័យញ័រទៀតចាប់ដើមញ័រថាយ៉ាខ្មោចលងទៀតហើយរត់ទៅរត់ទេបងទូក៏ធ្លាប់ខ្មោចលងអញ្ចឹងគាត់ដឹងក៏រត់ទៅរត់ហើយបងផាន់គាត់ឈោផ្លឹកសិនថាមិនមានរឿងអីអញ្ចឹងណាបែរតែក៏ដឹងក្នុងចិត្តថាមានអីមិនស្រួលដែរដល់មិនទាន់បានគិតឈប់គិតអារឿងធុងនឹងវាប៉ើងផងស្រាប់តែមានរឿងកាត់ឡើងទៀតហើយប្រិមិត្តអស់គ្នាបាទដងទឹកហ្នឹងគឺវាសពខ្លួនឯងមែនបាទដងហ្នឹងអាដងទឹកកន្លែងម្ចាស់ចំការដែលគាត់ទៅដល់ហ្នឹងសពគ្រីក្រាហើយទឹកហ្នឹងចាប់ដើមចេញមកឈូអញ្ចឹងណាប្រិមិត្តបាទនៅពេលហ្នឹងឯងដែលបងផាន់គាត់ចាប់ដើមមិនស្រួលក្នុងចិត្តហើយគាត់អត់ហ៊ានដៀងភ្នែកទៅមើលកន្លែងដងស្នប់នឹងភ្លាមទេគាត់បែរសម្លឹងថ្នមទៅមើលទឹកមុខបងទូដែលជាប្អូនប្រុសគាត់ហើយពេលហ្នឹងគាត់ឃើញកសែភ្នែកបងទូលក្ខណៈថាស្លុតចិត្តមែនតើដោយតាបងទូកំពុងឃើញអីមួយអញ្ចឹងណាហើយគាត់អត់ហ៊ាននិយាយទេបងទូគាត់ឃើញខ្មោចបងប្អូនខ្មោចនៅកន្លែងដងហ្នឹងកំពុងឈោសពទឹកដងហ្នឹងហើយបងទូគាត់ឃើញគាត់អត់ហ៊ាននិយាយអត់ហ៊ានស្រែកទេគាត់បានត្រឹមតែច្អល់ទេច្អល់ប្រាប់ច្អល់លក្ខណៈថាមនុស្សភ័យទៅគាំងណាចង់និយាយថាលក្ខណៈថាភ័យខ្លាំងពេកទៅវាស្លន់ណាធ្វើអីលេងចាញ់ឈោត្រឹងមកកន្លែងឈោញើមកកន្លែងដល់ពេលអញ្ចឹងបងផាន់គាត់លឺអាសំឡេងដងទឹកក្រីក្រាក់ហ្នឹងគាត់ក៏សម្រេចចិត្តបែរមកមើលលក្ខណៈថាប្រមូលភាពក្លាហានមើលណាបងប្អូនអើយគាត់ថាពេលហ្នឹងឃើញខ្មោចឈោសពទឹកដងឲ្យភ្នែកលងធំគួរខ្លាចមែនទែនកញ្ចក់ដៃវែងដូចព្រាយបន្តិចដូចខ្មោចតិចគាត់បែងចែកមិនត្រូវហើយដល់ពេលអញ្ចឹងចាំកាលទៀតគាត់ថាពេលហ្នឹងឯងពីអ្នកបងប្អូនគាត់នាំគ្នារត់ចេញមកហើយលេងចង់បានទឹកលេងបានងុយទឹកហើយដោយបងផាន់ថាកម្រងថាតែងុយទឹកនៅហ្នឹងមានបន្តបានងុយទឹកឯណាខ្មោចលងស្ទុះរត់មករត់ចោលបងទូទៀតបងទូថាពេលហ្នឹងពីអ្នកបងប្អូនរត់យកតែប្រាស់ឲ្យយកទេណាគេដែលរត់លឿននឹងឈ្នះហើយពួកខ្លាចខ្មោចយកតែមែនតែនហើយសំខាន់ណាខ្មោចហ្នឹងមិនឲ្យឃើញតែប៉ុណ្្នឹងតាមមកលងដល់ជាងពាក់កណ្ដាលផ្លូវទៀតប្រិមិត្តអូគាត់ថាមកយប់នោះធ្វើស៊ីគាត់ខ្លាំងមែនទែនហើយអាពេលដែលពីអ្នកបងប្អូនគាត់ប្រឹងរត់ឡើងចិត្តមកដល់ចំការវិញហើយវាចៃដន្យអីអាតាមផ្លូវនោះអាមេចន្ទទីចង់និយាយថាផ្លូវកាត់ចំការមេចន្ទទីវាដោះក្របពីលើផ្លូវអញ្ចឹងណាមានណាបងប្អូនអើយឆ្លៀតជួបអាខ្មោចនៅចការចន្ទទីនឹងលងកាត់ទៀតអង្គុយសយងជើងណាអាមេចន្ទទីហ្នឹងអង្គុយសំយងជើងចុះមកក្រោមហើយស្កាក់ផ្លូវគាត់ទៀតគាត់មិនហ៊ានរត់កាត់តាមអាផ្លូវអោនតាមមេចន្ទទីហ្នឹងពេលអញ្ចឹងក៏នាំគ្នារត់វៀងអាតាមចការចន្ទទីហ្នឹងថាខ្មោចនេះលេងគាត់ដែរលងគាត់មកយប់នេះប្រុងលងអត់បានដេកពួនមកហើយចេញតម្រង់មកបងប្អូនអើយក៏ឃើញបើសិនអ្នកមុំអីគាត់ថាគាំងបេះដូងងាប់នៅព្រៃហ្នឹងមកហើយខំរត់វៀងតាមផ្លូវវៀងហត់ទៅហេបទៅហោបអាតាមផ្លូវរត់ស្រួលស្លាប់រត់មកផ្លេតដល់ហើយរត់ឡើងចូលជាងកន្លះម៉ោងបានត្រឹមមកដល់ចំការគាត់វិញហើយត្រឹមតែបានមកដល់រោងហត់ឡើងខឹសហើយយប់នឹងមកដល់រោងក៏មិនបានដេកទៀតមិនបានសម្រាកទៀតចូលខ្លាចគេតាមមកលងដល់រោងទៀតបាទមិនដឹងថាគេគុំគេខឹងរឿងអីមិនដល់ថ្នាក់ហ្នឹងគាត់ថាមិនដឹងថាខ្មោចហ្នឹងគុំគាត់តាំងពីកាលណាមកមិនបានទៅធ្វើអីគេផងហើយដល់ពេលមកដល់ម៉ោងស្មើហ្នឹងម៉ោង3ម៉ោង4ហើយដែរគាត់អត់ហ៊ានសម្រាកទេនាំគ្នាប្រឈោភ្នែកដល់ទល់ភ្លឺអញ្ចឹងទៅ
បាទដល់ពេលព្រឹកឡើងពួកគាត់ក៏នាំគ្នារើអីវ៉ាន់សាយអីវ៉ាន់ដើម្បីទៅផ្ទះគាត់នៅភូមិវិញអញ្ចឹងណារៀងឆ្ងាយគ្រាន់ដែរហើយតម្រាំទៅដល់ភូមិណាមួយរៀងហត់ផងរៀងអស់កម្លាំងផងខ្មោចលងអត់បានដេកផងអញ្ចឹងប៉ុន្តែទៅដល់ភូមិក៏គាត់ឈៀងចូលផ្ទះអ៊ំម្ចាស់ចំការមួយដែលគាត់មានដងហ្នឹងម្ចាស់ដងហ្នឹងណាប្រិមិត្តចូលដោយសារតែគាត់មិនអស់ចិត្តហ៎វាមិនដែលទៅឆ្លងកាត់ទៅនឹងតែរហូតមិនដែលមានខ្មោចលងដល់ពេលទៅវគ្គនេះវាចម្លែកលេងគាត់ឡើងមកទំហឹងអញ្ចឹងគាត់ក៏ចូលទៅសួរហើយលក្ខណៈថាសួរនាំអញ្ចឹងណាថាពូនិយាយចឹងកន្លែងចការពូកន្លែងដងទឹកហ្នឹងពេលពូទៅធ្វើចំការទៅចាំចំការពេលយប់ម្ដងដែលជួបខ្មោចលងដែរអត់តែពេលពូហ្នឹងក៏គាត់ប្រាប់ថាកន្លែងចំការគាត់ហ្នឹងខ្មោចលងដែរតើលងគាត់ដែរហ្នឹងណាប៉ុន្តែគាត់ថាកុំនិយាយឲ្យកូនចៅគាត់ឮខ្លាចពួកនឹងខ្លាចអញ្ចឹងណាកែងត្រូវប្រើឲ្យដកជីដកអីទៅដាក់នៅកន្លែងចការចន្ទីចការជ័យគាត់ទៅពួកនឹងអត់ហ៊ានទៅខ្លាចខ្មោចអញ្ចឹងណាគាត់ក៏សនំពោតែប៉ុណ្្នឹងហើយគាត់និយាយរឿងហេតុប្រាប់ថាពីមុនមានអ្នកភូមិនៅនឹងដែលគេលក្ខណៈថាស៊ីឈ្នួលរើសក្រាប់ចន្ទីអញ្ចឹងណាប្រិមិត្តដល់ពេលថ្ងៃមួយនោះអ្នកដែលរើសក្រាប់ចន្ទីហ្នឹងគាត់អាយុច្រើនហើយគាត់រៀងចំណាស់ហើយគាត់ស្រីណាប្រិមិត្តគាត់អត់ស្រួលខ្លួនទៅគាត់លក្ខណៈថាដូចជាផឹកគាត់ថាផឹកស្វឹងខ្លាំងទៅខ្យល់គោស្លាប់នៅក្នុងចការហ្នឹងឯងហើយដល់ពេលម៉ោងហ្នឹងម៉ោងគេគ្រប់គ្នាដែលស៊ីឈ្នួលហ្នឹងគេទៅផ្ទះអស់ហើយដល់ពេលនៅតែគាត់អញ្ចឹងណានៅតែគាត់ទៅក៏គាត់ខ្យល់គោស្លាប់នៅហ្នឹងតែរំតែគេដឹងគាត់រឹងបាត់ហើយពេលអញ្ចឹងគេផ្អើលឈូឆទៅធម្មតាតែខ្មោចដែលស្លាប់នៅហ្នឹងគេហៅថាខ្មោចតៃហោងហ្នឹងមិនអញ្ចឹងបាទតែពេលអញ្ចឹងគេអត់មានលក្ខណៈថាលទ្ធភាពដើម្បីបូជាធ្វើមែនឬក៏លក្ខណៈថាធ្វើពិធីបុណ្យអីធំដុំដែរព្រោះកាត់រៀងក្រដែរអញ្ចឹងណាហើយណាមួយបើដឹកយកទៅធ្វើបុណ្យក៏ពិបាកដែរដោយសារតែនៅឆ្ងាយអញ្ចឹងក៏គេឧបកិច្ចទៅគេហៅអាចារ្យហៅអីមកទៅក៏គេកប់នៅនឹងបដ ாய் ណាបញ្ចុះសពនៅនឹងបដ ாய் ហើយតាំងពីនោះមកលងគេសាហាវបដ ாய் ណាប្រិមិត្តគាត់ថាលងកាត់កលងដែរប៉ុន្តែលក្ខណៈថាឲ្យឃើញមិនឲ្យគាត់ខ្លាចអញ្ចឹងណាគាត់តែឲ្យឃើញជារូបរាងទេប៉ុន្តែបើថារឿងរ៉ាវដែលលងឲ្យខ្លាំងដូចបង្ទូហើយនឹងបង្ផាន់ហ្នឹងអត់ដែលជួបប្រទេសទេបាទអញ្ចឹងបានថាខ្មោចនឹងវាចេះកាចណាតាមលងខ្មោចតៃហោងពេលអញ្ចឹងទៅខ្យល់គោស្លាប់ទៅវារឿងកាចហើយធម្មតាតែខ្មោចតៃហោងកម្រស្លូតប្រិមិត្តបាទគឺពិបាកពួកវិញ្ញាណពួកអមនុស្សនេះគឺកម្រស្លូតល្អជាមួយយើងថ្ងៃណារាសីយើងដាក់ផងលេងយើងមកទំហឹងដូចបង្ទូបង្ផាន់អញ្ចឹងក្រោយពីបង្ទូបង្ផាន់គាត់ស្ដាប់សាច់រឿងស្ដាប់អីហើយទៅគាត់ថាគក់ទ្រូងបដ ாய் ការពិតអញ្ចឹងសោះលេងគាត់ឡើងមកយប់បោះព្រឹកអត់មានបានដេកលេងក្រោយពីដឹងសាច់រឿងហើយក៏គាត់លក្ខណៈថាតាំងពីពេលនោះមកលេងហ៊ានទៅដួសទឹកដងនឹងបដ ாய் គាត់លក្ខណៈគាត់ទៅទិញគ្រឿងបន្លាស់ដងគាត់រួចគាត់ទៅជួសជុលដងគាត់រួចប្រើតែទឹកដងហ្នឹងឯងហើយអាគ្រឿងបន្លាស់គាត់ហ្នឹងក៏ទិញទៅសកូទុកនៅរោងគាត់ទៀតគាត់ថាបើសិនថ្ងៃណាមានបញ្ហាខូចដងខូចអីទៅគាត់ជួសជុលនៅនឹងបដ ாய் កុំបាក់ទៅដួសទឹកនៅកន្លែងនោះណាមួយវាឆ្ងាយផងណាមួយជួបរឿងខ្មោចលងតែប៉ុណ្ណឹងគឺគាត់បាក់ស្បាតបដ ாய் ហើយមួយទៀតតាំងពីនោះមកគាត់បដិញ្ញាថានៅកន្លែងរោងគាត់អីវ៉ាន់អីអត់ឲ្យខ្វះហើយសូម្បីតែលក្ខណៈថាទឹកសម្រាប់ត្រៀមដាក់ម៉ួយដាក់អីក៏គាត់មិនឲ្យដាច់ដែរគាត់មុននឹងនេះគាត់ទាញដាក់ពេញធុងយ៉ាងអត់ណាស់ក៏ 4-5 ធុងទុកប្រើការដែរអត់មានឲ្យជួបអារឿងហេតុនឹងកាត់ឡើងចំពោះគាត់ទាំងពីរនាក់ម្ដងទៀតទេតែប៉ុណ្ណេះហើយគាត់ថាបាក់ស្បាតហើយស្បត់លេងជួបទៀតហើយបាទហើយនឹងរឿងដែលគាត់កាត់ឡើងឆ្លងមកតាំងពី2000ជាងរហូតមកដល់ប៉ុណ្ណឹងបាទមានតែមួយរឿងណាដែលថាមកយប់ហ្នឹងពីអ្នកបងប្អូនគាត់ជួបសាច់រឿងហ្នឹងក្នុងយប់តែមួយលក្ខណៈថាបងផាន់ជាបងហ្នឹងគាត់ជួបអាបហើយបងទូជាប្អូនជួបខ្មោចហើយជួបខ្មោចតែប្អូនមិនអស់ចិត្តទេដោយសារតែបងអត់ជឿអញ្ចឹងអូសទាញបងឲ្យទៅមើលហ្មងទៅណាមួយបងគាត់អត់ជឿដែរអញ្ចឹងឲ្យតែឃើញស្ដាយអញ្ចឹងទៅមិនដឹងថាខ្មោចហ្នឹងវាមិន លេងគាត់មកយប់បោះព្រឹកបងប្អូនបាទនិយាយរឿងរបស់គាត់ថាឲ្យតែនឹកឃើញអារឿងដែលកន្លងហួសប្រហែលឆ្នាំមុនបើតែវាយូរឆ្នាំតែហើយមែនប៉ុន្តែឲ្យតែនឹកឃើញគាត់បាក់ស្បាតហ្មង
bà hay còi mau cả long mauประมาณឆ្នាំក្រោយនេះគឺគាត់មានលក្ខណៈមុខរបរថ្មីគាត់មានដើមទុនចំមន់ចំជ្រូកអីចឹងទៅក៏គាត់ឈប់ទៅធ្វើចំការហ្នឹងទៅដោយសារតែគាត់មានលទ្ធភាពលក្ខណៈគាត់ធូរធារជាងមុនហើយបងផាន់គាត់ចំជ្រូកចំមន់ទីលក់បានច្រើនចឹងណាហើយបងទូហ្នឹងគាត់ទៅរៀនចំបកងដល់ពេលចឹងគាត់អាចចំបកងលក់បានគាត់ឈប់ទៅធ្វើចំការដូចគ្នាដែរបាទប្រិមិត្តលោកអ្នកស្ដាប់ជាទីមេត្រីនេះគឺជាសាច់រឿងរបស់បងប្រុសទាំងពីរគឺបងទូហើយនិងបងផាន់ដែលគាត់ចែកលេខមកកាន់ខ្ញុំអញ្ចឹងណាហើយរឿងរ៉ាវហ្នឹងគឺវាកើតឡើងតាំងពីនោះមកឥឡូវវាចូលជិត20ឆ្នាំហើយប្រិមិត្តប៉ុន្តែវាជារឿងមួយដែលដកជាប់នៅក្នុងអារម្មណ៍គាត់មែនទែនឲ្យតែនឹកឃើញដល់គ្រានោះពេលណាគឺវាអាការៈព្រឺសម្បល់ហ្មងហើយដល់ពេលគាត់និយាយប្រាប់ខ្ញុំក៏បាសរោមដែរពេលហ្នឹងយើងជួបគ្នាចៃដន្យនៅកន្លែងរោងប៉ុនអញ្ចឹងណាប្រិមិត្តដល់ពេលនិយាយចុះឡើងទៅយើងរាក់តាក់គ្នាចុះឡើងទៅក៏វាធ្លាក់ដល់រឿងខ្មោចហ្នឹងពេលអញ្ចឹងក៏សួរនាំចុះឡើងគាត់ក៏ចែកម្លែករឿងរ៉ាវផ្ទាល់ខ្លួនគាត់មកបាទហើយមានបងប្រុសហើយនឹងពូផ្សេងទៀតដែលគាត់ចែករឿងផ្សេងដែលគាត់ធ្លាប់ជួបអាបជួបអីដូចគ្នាដែរប៉ុន្តែដោយសារតែសាច់រឿងរបស់គាត់ហ្នឹងខ្លីៗអញ្ចឹងទៅខ្ញុំអត់ទាន់បានចេញឲ្យទេខ្ញុំចេញសាច់រឿងវែងហើយសាច់រឿងណាដែលវានឹងតាក់ទាញជាងអញ្ចឹងណាដូចសាច់រឿងដែលខ្ញុំយកមកចែកម្លែកហ្នឹងវាមិនជារន្ធត់ខ្លាំងពេកទេប៉ុន្តែវាជារឿងមួយដែលយើងចម្លែកដោយសារតែតាក់ទងនឹងរឿងដណ្ដូងដែលវាសពខ្លួនឯងចេញទឹកអីហ្នឹងហើយខ្មោចឈោសពដណ្ដូងហ្នឹងវាជារឿងមួយដែលកម្របាទដល់ពេលអញ្ចឹងទៅពេលដែលពួកគាត់ជួបរឿងហ្នឹងគឺគាត់ចម្លែកក្នុងចិត្តហើយក៏គាត់ខ្លាចដែរហើយដល់ពេលអញ្ចឹងទៅរឿងខ្មោចខ្លះវាគួរខ្លាចយ៉ាងនេះទៀតខ្មោចលងខ្លះលងសាហាវយ៉ាងនេះទៀតប្រិមិត្តអស់គ្នាតែនេះលក្ខណៈថាសាច់រឿងនេះវារឿងប្លែកហើយតាក់ទងនឹងរឿងអាបវិញក៏ខ្ញុំធ្លាប់បានដឹងឮពីរឿងអាបនឹងច្រើនដែរសូម្បីតែម្ដាយខ្ញុំក៏គាត់ធ្លាប់ជួបប្រទេសរឿងអាបដែរតាំងពីជំនាន់ខ្ញុំនៅតូចម្លេះបាទហើយប្រភេទអាបហ្នឹងបើគេមកដូចនៅក្នុងសាច់រឿងអញ្ចឹងបងប្រុសលក្ខណៈថាគេមកឲ្យបង្ហាញខ្លួននៅគៀកគាត់មែនទែនលក្ខណៈថាចម្ងាយប្រហែល2ម៉ែត្រពីគ្នាមកគៀកអញ្ចឹងចង់និយាយថាបើយើងអ្នកខ្លាចអ្នកស្មារតីខ្សោយគឺប្រកាសជាឈឺជ្រុះសក់ឲ្យប្រិមិត្តអស់គ្នាហើយជាទូទៅអាបហ្នឹងវាចូលចិត្តស៊ីតែរបស់ស្មូកក្រូចរបស់ភក់ច្រាំឈាមឬក៏កូនកែបកូនក្អាត់អីហ្នឹងឯងវាអាចស៊ីរបស់ផ្សេងទៀតដែលជារបស់ដែលស្មូកក្រូចណាបាទអញ្ចឹងបើសិនជាមានបងប្អូនប្រិមិត្តយើងក៏គ្រប់ត្រូលនៅសាច់រឿងអាបតាក់ទងនឹងអាបខ្ញុំនឹងធ្វើការចែកម្លែកបន្តទៀតព្រោះអីដូចនិយាយចឹងថារឿងរ៉ាវអាបរឿងរ៉ាវធ្មប់អីក៏ខ្ញុំបានដឹងឮមកខ្លះដែរអញ្ចឹងយើងកុំឲ្យថាចែកម្លែកតែតាក់ទងទៅនឹងរឿងខ្មោចអញ្ចឹងយើងត្រូវឲ្យមានគ្រប់ទម្រង់ទាំងអស់ដើម្បីដែលយើងបានដឹងមកមានទាំងអាបមានទាំងធ្មប់ពួកវិញ្ញាណខ្មោចព្រាយបិសាចអាមនុស្សម្រេងគង្វាលជំនាញផ្ទះអីចឹងទៅបាទតែចែកម្លែកឲ្យបានគ្រប់ទម្រង់ចឹងទៅបានបងប្អូនខ្លះគាត់តាមដានទៅវាបដូរអារម្មណ៍បដូររសជាតិតាមនឹងដែរព្រោះរឿងរ៉ាវអបិយជំនឿនៅលើโลกនេះវាមិនមែនមានតែខ្មោចតែមួយយ៉ាងទេហើយខ្មោចហ្នឹងភាសាក្រៀមទេបាទគេហៅថាវិញ្ញាណពួកអមនុស្សអញ្ចឹងណាខ្មោចហ្នឹងគឺសំដៅទៅលើសាកសពដែលស្លាប់នឹងគេហៅខ្មោចបាទខ្មោចសត្វខ្មោចមនុស្សអញ្ចឹងណាប៉ុន្តែភាសាក្រៀមដែលយើងឃើញអីតែមិនស្រួលភ្នែកហ្នឹងចម្លែកភ្នែកនឹងថាខ្មោចស្អីក៏ខ្មោចដែរអាហ្នឹងយើងហៅកាត់ទៅងាយយល់ងាយកាត់នៃយល់ខ្លួនឯងបាទអញ្ចឹងសាច់រឿងដែលខ្ញុំយកមកចែកម្លែកនេះគឺយើងបានចែកជូនទៅកាន់ប្រិមិត្តលោកអ្នកស្ដាប់ហើយសង្ឃឹមថាបងប្អូនប្រិមិត្តទាំងអស់គ្នាស្ដាប់ហើយមានការពេញចិត្តបាទហើយការចែកម្លែកនេះគ្រាន់តែជាការចែករំលែកដើម្បីជាការស្ដាប់កំសាន្តតែប៉ុណ្ណោះប្រិមិត្តអស់គ្នាយើងមិនបានទាមទារឬក៏តម្រូវឲ្យប្រិមិត្តទាំងអស់ជឿលើរឿងនឹងថាវាជារឿងពិត 100% ទេដូច្នេះហើយសូមប្រិមិត្តទាំងអស់គ្នាស្ដាប់គ្រាន់តែជាការកំសាន្តអារម្មណ៍ទៅបានហើយបាទហើយសម្រាប់អ្នកដែលជឿក៏គាត់នៅតែជឿអញ្ចឹងពួកគាត់ធ្លាប់ជួបធ្លាប់ឃើញបាទហើយអ្នកមិនជឿក៏នៅតែមិនជឿអញ្ចឹងអាហ្នឹងយើងប្រើសិទ្ធិរឿងខ្លួនបាទយើងអាចជឿក៏បានមិនជឿក៏បានអត់ជាបញ្ហាស្ដាប់គ្រាន់តែជាការកំសាន្តបាទអញ្ចឹងការចែកម្លែកនៅក្នុងរាត្រីនេះ
មានតែប៉ុណ្ណេះទេហើយក៏សូមអរគុណដល់ប្រិយមិត្តលោកអ្នកស្ដាប់ដែលតែងតែគ្រប់គ្រងកម្មវិធីយប់15កើតរបស់យើងតាំងពីចាប់ផ្ដើមរហូតមកដល់ថ្ងៃនេះទាំងប្រិយមិត្តចាស់ទាំងប្រិយមិត្តថ្មីទាំងប្រិយមិត្តក្មេងចាស់ប្រុសស្រីអញ្ចឹងណាបាទហើយខ្ញុំមិនមានអ្វីតបស្នងទៅកាន់ប្រិយមិត្តទេមានតែការចែកម្លែកនៅសាច់រឿងជាការកំសាន្តអារម្មណ៍នៃឯងគ្រាន់តែបានស្ដាប់កុំឲ្យតានតឹងក្នុងផ្លូវចិត្តបាទអញ្ចឹងសង្ឃឹមថាការចែកម្លែកនេះគឺមានប្រយោជន៍ដល់ប្រិយមិត្តលោកអ្នកស្ដាប់ផងចុះហើយជាចុងក្រោយក៏ថ្លែងអំណរគុណដល់ប្រិយមិត្តលោកអ្នកស្ដាប់ទាំងអស់គ្នាដែលបានគ្រប់គ្រងហើយក៏ដូចជាបានតាមដានទស្សនាជូនពរប្រិយមិត្តទាំងអស់គ្នាទទួលបាននៅសុខភាពល្អសំណាងល្អរោគទទួលទានមានបានគ្រប់គ្នាហើយសម្រាប់កំហុសឆ្គងនៅក្នុងការអធិប្បាយបើសិនជាខ្ញុំបានមានការចែកម្លែកទៅមានការលឺលួសខ្វះខាតនៅអក្ខរាវិរុទ្ធពាក្យពេចន៍ត្រង់ប្រការណាមួយដែលមិនបានព្រៀងទុកនោះសូមប្រិយមិត្តលោកអ្នកស្ដាប់ទាំងអស់មេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទផងបាទហើយការជួបគ្នានៅក្នុងរាត្រីនេះមានតែប៉ុណ្ណេះយើងនឹងជួបគ្នានៅក្នុងរាត្រីបន្តទៀតគណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា